កាលពីថ្ងៃទី15ខែធ្នូឆ្នាំ2025នេះកាសែតខៅសុទ្ធរបស់សៀមបានដកស្រង់សម្ដីឧត្តមសេនីយ៍វីរយុទ្ធរ៉ាស៊ីនជាអគ្គមេបញ្ជាការកងទ័ពភូមិភាគ2របស់សៀមដែលបានបញ្ជាក់ប្រាប់កាសែតខៅសុទ្ធថាមានរថយន្តកុងតឺន័រប្រហែលជា80គ្រឿងដែលមួយគ្រឿងដឹកប្រេងឥន្ធនៈប្រហែលជា50000លីត្រអញ្ចឹងសរុបទៅប្រហែលជា4លានលីត្ររងចាំចេញពីច្រកព្រំដែនលាវចូលមកប្រទេសកម្ពុជាតាមរយៈព័ត៌មានច្បាស់ការរបស់សៀមនេះដែលកាសែតខៅសុទ្ធបញ្ជាក់ថាខ្លួនមិនអាចបញ្ជាក់ការពិតបានទេមានបញ្ជាការកងទ័ពសៀមបញ្ជាឲ្យមានការត្រួតពិនិត្យជាបន្ទាន់ការរត់ពន្ធប្រេងឥន្ធនៈចូលមកប្រទេសកម្ពុជាហើយសៀមកំពុងតែសង្ស័យថាកម្ពុជាខ្វះប្រេងឥន្ធនៈហើយនឹងសម្ភារៈយុទ្ធសាស្ត្រសំខាន់មួយចំនួនដូចជាថ្នាំពេទ្យរួមទាំងម្ហូបអាហារផងដែរអញ្ចឹងសៀមវាគិតថាខ្មែរឥឡូវហ្នឹងអត់មានអីញ៉ាំទេមិនត្រឹមតែខ្វះប្រេងខ្វះថ្នាំពេទ្យទេខ្វះទាំងចំណីអាហារទៀតអញ្ចឹងនេះគឺជាព័ត៌មានដែលកាសែតខៅសុទ្ធទទួលបានពីយុទ្ធភូមិភាគ2របស់សៀមប៉ុន្តែកាសែតខៅសុទ្ធនឹងបញ្ជាក់ថាខ្លួនមិនអាចបញ្ជាក់ការពិតបានទេគ្រាន់តែជាការដកស្រង់សម្ដីរបស់ឧត្តមសេនីយ៍វីរយុទ្ធរ៉ាស៊ីនតែប៉ុណ្ណោះដែលឡែកភាគីកម្ពុជាយើងមិនទាន់មានក្រសួងព័ត៌មានឬក៏ក្រសួងមហាផ្ទៃឬក៏ស្ថាប័នណាមួយរបស់រដ្ឋឯកជនក៏ដូចជាអ្នកបង្កើតមាតិកាអាចបញ្ជាក់រឿងនេះបានទេយើងចាំមើលតទៅទៀតបងប្អូនអរគុណ